ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីមេងស្រុំមេវិជាការកងរាជអាវុធហត្ថខេត្តកំពូលក៏បានចាត់ឲ្យកម្លាំងគ្រប់មូលដ្ឋានក្រុមស្រុកទាំង9ផ្សព្វផ្សាយនៅប្រព័ន្ធ hotline អន្តរាគមន៍1292ដែលជាលេខប្រព័ន្ធទូរស័ព្ទខលនឹងអស់លុយដើម្បីទប់ស្កាត់បង្ការបង្ក្រាបសង្គ្រោះជាពិសេសបទល្មើសក្មេងទំនើងបទល្មើសគ្រឿងញៀនបទល្មើសជួញដូរមនុស្សនិងបទល្មើសព្រំទណ្ឌដែលកើតឡើងក្នុងភូមិសាស្ត្រក្នុងខេត្តកំពង់សោមទាំងអស់មិនមែនតែស្រុកអារ៉ាមមួយទេមិនមែនតែឃុំហោមសំណំមួយទេគឺក្នុងខេត្តកំពូលគឺអាចខលទៅ hotline 1292នេះក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថយើងខ្ញុំនឹងចុះទៅដល់គោលដៅដែលមានរឿងមានបញ្ហាទាំងអស់ចឹងខ្ញុំសូមបញ្ជាក់បន្ថែមថាទូរស័ព្ទនេះទេខលគ្រប់ប្រព័ន្ធអត់អស់លុយទេផងមេភូមិបងសមាជិកភូមិបងជាការពារភូមិអាចខលបានទាំងអស់អត់អស់លុយទេទូរស័ព្ទអស់លុយក៏អាចខលចូលដែរហើយគ្រប់កំណត់គ្រប់រឿងទាំងអស់ថងសាគ្រួសារក្មេងទំនើងព្រមទណ្ឌកាប់ចាក់គ្នាជួញដូរគ្រឿងញៀនករណីផ្សេងៗក៏ដោយឲ្យតែពាក់ព័ន្ធនឹងបទល្មើសគឺអាចខលបានទាំងអស់ដោយគ្មានការបង់លុយទូរស័ព្ទអត់លុយក៏ខលចូលដែរបាទហើយចំពោះបងដែលខលមកគឺបងជួយប្រាប់ទីតាំងភូមិអីនៅកន្លែងណាចំណុចណាកម្លាំងខ្ញុំចុះផ្ទាល់ព្រោះខ្ញុំនឹងរក្សាការសម្ងាត់ជូនបងដោយអ្នកបង្កើតថាបុគ្គលនេះវាខលទៅនេះទេទៅតែខាបាទនឹងចំណុចដែលត្រូវទេបងទី2ព្រោះចំនួនបងក៏សួរថាពេលយកអាត្រៀនមក9មក10មក11មក1មក2មកពេលម៉ូតូជិះចេញចូលបងអាចរៀបការបានរៀបការបានកម្លាំងខ្ញុំនឹងចុះមកតាមដានធ្វើអនុវត្តតាមនីតិវិធីរបស់កងកម្លាំងខ្ញុំបាទហើយឲ្យវាបាត់បងទេគឺខ្ញុំរៀបជូនបងលើចឹងគឺរក្សាការសម្ងាត់ជូនបងគឺអត់ឲ្យលេខតាមបងខាងបងរៀបការបាយបាទខ្ញុំអត់មកទេបងកម្លាំងខ្ញុំនឹងចុះធ្វើសង្កេតតាមនីតិវិធីរបស់កងកម្លាំងខ្ញុំដែលត្រូវធ្វើណាបងបាទអត់បញ្ហាទេបងទេបាទស្មើណាបានហើយបងសង្ស័យពីគុំទៅជុំនេះទៅឯការមួយពីហោមានជុំនេះបើ4នាក់មកពេលអាចទេទៅបានណាបងឬក៏មានក្មេងជិះម៉ូតូមានតាមមានបាត់ដែលបងសង្ស័យថាអាចតកមានឬក៏ធ្វើអីដើម្បីមួយដែលគាត់តាមបងអាចខលបានដល់ពីកាពីហោឡាននេះបងអាចទេបានគ្រប់ពេលវេលា21ម៉ោង21ម៉ោងមកមិនគិតជប់មិនគិតខែពេលបងទេរួចកម្លាំងខ្ញុំនឹងចង់មកវិញដើម្បីតដល់នេះតែហើយអត់យកបងទៅឈប់ទេណាបងតាមទៀតណាគឺកងកម្លាំងខ្ញុំចង់អនុវត្តនីតិវិធីមិនមែនបងជាអ្នកធ្វើទេគឺតែបងឲ្យជាអ្នកវិការសហការវិការដើម្បីផ្ដល់មកពួកខ្ញុំខ្ញុំធ្វើណាបងបាទ